បុរសម្នាក់បានលើកបីក្មេងប្រុសតូចដែលកំពុងរត់មករកគេរួចរអ៊ូទាំងក្តីស្រឡាញ់ថាក្មេងម្នាក់នេះកាន់តែធ្ងន់ទៅហើយរំពេចនោះភ្នែករបស់លីអូស្រាប់តែបើកធំគេទុកមិនជាប់ក៏ក្អួតសូកូឡាដែលទៅតែញ៉ាំមិញនោះស្រោចពេញខ្លួនពូហេនរីតែម្ដងហេនរីមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់គេគ្មានជំរឿអ្វីក្រៅពីចូលក្នុងបន្ទប់ទឹកដើម្បីបោកសម្អាតខោអាវឡើយចំណែកលីអូវិញបានធ្វើត្រាប់តាមពូរបស់គេដោយខំឈោចង្អោតជើងលាងមុខតូចៗដែលប្រឡាក់របស់គេដែរគេមិនយល់ថាពូកំពុងរអ៊ូពីរឿងអ្វីឡើយគេដឹងត្រឹមថាគេពិតជាចូលចិត្តពូរបស់គេខ្លាំងណាស់គេចង់នៅក្បែរនិងចង់ឲ្យពូជានិច្ចដោយសារតែហេនរីគ្មានបទពិសោធន៍មើលក្មេងគេក៏ច្នៃប្រឌិតយកធុងទឹកមកធ្វើជារទេះរុញរួចដាក់លីអូចូលទៅក្នុងនោះនៅខណៈនោះអេននីក៏បានប្រញាប់ត្រឡប់មកពីមន្ទីរពេទ្យវិញទាំងមានបងរុំរបួសនៅកដៃឃើញក្មួយតូចអង្គុយក្នុងធុងទឹកបែបនេះអេននីខ្លោចចិត្តជាខ្លាំងហើយចង់លើកបីគេឡើងប៉ុន្តែកដៃរបស់នាងនៅតែឈឺខ្ទប់ទោះបីជាប៉ះពាល់តិចតួចក៏ដោយនាងមិនអាចលើកគេរួចឡើយបន្ទាប់មកពួកគេទាំងពីរបានសហការគ្នាដើម្បីរៀបចំពិធីបុណ្យសពឲ្យឪពុកម្ដាយរបស់លីអូក្មេងតូចអង្គុយយ៉ាងស្ងៀមស្ងាត់នៅចំពោះមុខអាសនៈបុណ្យសពគេសម្លឹងមើលរូបថតឪពុកម្ដាយមិនដាក់ភ្នែកហាក់ដូចជាយល់ថានេះគឺជាការលាគ្នាជារៀងរហូតបន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់សំណួរដ៏លំបាកមួយបានកើតឡើងតើនរណានឹងក្លាយជាអ្នកចំលេអូហេនរីមានទំនាក់ទំនងមិនល្អជាមួយបងប្រុសរបស់គេឡើយគេមិនដែលនឹកស្មានថាត្រូវមកទទួលខុសត្រូវរឿងបែបនេះទេការឈឺចាប់តាំងពីកុមារភាពមិនដែលរលាយបាត់ឡើយបងប្រុសរបស់ហេនរីបានបោះបង់គេចោលតាំងពីគេនៅតូចដោយបញ្ជូនគេទៅមណ្ឌលកុមារកំព្រាយ៉ាងត្រជាក់ស្រពំហើយប្រាប់ថាគេនឹងត្រឡប់មកទទួលវិញនៅពេលមេឃឈប់ភ្លៀងហេនរីបានរងចាំរហូតដល់ពេញវ័យប៉ុន្តែបងប្រុសរបស់គេមិនដែលលេចមុខសូម្បីតែម្ដងការឈឺចាប់នៃការត្រូវគេបោះបង់បានចាក់ដោតជាប់ក្នុងចិត្តរបស់ហេនរីធ្វើឲ្យគេជ្រើសរើសការរត់គេចតាមសភាវគតិការបដិសេធរបស់ហេនរីមិនមែនមកពីគេជាមនុស្សចិត្តខ្មៅឡើយប៉ុន្តែមកពីគេខ្លាចការឈឺចាប់ដែលធ្លាប់ជួបកើតឡើងជាថ្មីម្ដងទៀតគេខ្លាចថាខ្លួនឯងមិនអាចផ្ដល់អនាគតដល់ក្មេងហើយកាន់តែខ្លាចនឹងត្រូវសាច់ញាតិធ្វើឲ្យឈឺចាប់ម្ដងទៀតនៅពេលឃើញហេនរីបង្ហាញភាពត្រជាក់ស្រពំអេននីមិនមានការរារាក់ចិត្តឡើយនាងបានសម្រេចចិត្តថានឹងចិញ្ចឹមលីអូដោយខ្លួនឯងការតាំងចិត្តនេះកើតចេញពីក្តីស្រឡាញ់ដែលនាងមានចំពោះបងស្រីនិងក្តីអាណិតអាសូរចំពោះលីអូដែលជាក្មេងកំព្រាឪពុកម្ដាយតាំងពីអាយុ2ឆ្នាំគេមិនអាចរស់នៅដោយគ្មានទីពឹងបានឡើយទោះបីជាហេនរីនិយាយថាគេមិនចង់ពាក់ព័ន្ធនឹងរឿងបងប្រុសគេក៏ដោយប៉ុន្តែចិត្តទុនរបស់គេមិនអាចឲ្យគេដើរចេញទៅដោយដាច់អាឡ័យបានឡើយគេបានលួចចាំអេននីនៅមាត់ទ្វារព្រោះដឹងថានាងមិនអាចយូររបស់ធ្ងន់បានដោយសាររបួសកដៃចំណងឈាមជ័រមិនមែនជារឿងដែលងាយនឹងកាត់ផ្ដាច់ឡើយហើយទំនាក់ទំនងរបស់ហេនរីជាមួយអេននីក៏កំពុងតែរឹតចំណងកាន់តែជ្រៅទៅដោយសារតែវត្តមានរបស់លីអូម្នាក់